ភាពស្ទាត់ជំនាញរបស់ចុងភៅគឺអាចបញ្ជាក់ច្បាស់ពីគុណភាពនិងរសជាតិម្ហូបដោយតែបងប្អូនឃើញពីចុងភៅនៅខាងហាងដារីយ៉ានេះគាត់ធ្វើម្ហូបណារយៈពេលតែ15នាទីទេគឺអាចបានឆា4មុខនេះហើយខ្ញុំឈរមើលគាត់ជាក់ស្ដែងគឺស្ទាត់ជំនាញលឿនមែនទែនកូនកបិតរបស់គាត់រៀបចំមីសង់ផ្លាស់កាត់សាច់កាត់បន្លែហើយហ្នឹងគឺគាត់ចាប់ផ្ដើមធ្វើតែ15នាទីគឺអាចឆ្អិនបាន4មុខនេះរួចរាល់ហើយនៅហាងរបស់គាត់នេះខ្ញុំសង្កេតឃើញរឿងប្លែកខុសគេបន្តិចនៅក្នុងចក្រានរបស់គាត់មានបែងចែកម្ហូបមានចុងភៅប្រុសហើយនិងចុងភៅស្រីប្រភេទចុងភៅប្រុសហ្នឹងគឺគាត់ឆាគាត់អីហ្នឹងប្រភេទឆាប្រភេទពងអីហ្នឹងគឺធ្វើបែបលឿននេះចឹងទៅប្រភេទចុងភៅស្រីនេះមានប្រហុកច្រាមមានកាពិផាវមានផាក់លើមានប្រភេទស្ងោរជើងជ្រូកអីរបស់គាត់នេះអានេះគឺជាម្ហូបបែបស្រីអីចឹងណាច្រាមហុកច្រាមអីចឹងទៅហើយនៅភោជនីយដ្ឋានរបស់គាត់នេះឈ្មោះថាភោជនីយដ្ឋានដារីយ៉ាបងប្អូននៅលើផ្លូវជាតិលេខ3នៅគីឡូ49អានេះបើយើងហួសពី5ខ្នាតនៅបន្តិចនៅខាងស្ដាំដៃហ្នឹងចាំខ្ញុំដាក់ទីតាំងនឹងព័ត៌មានអិតឲ្យបងប្អូនហើយដោយតែបងប្អូនឃើញពីបរិយាកាសនៅក្នុងហាងមកគាត់ធំទលាយមែនតើហើយគាត់មានអាហារពេលព្រឹកអាហារពេលថ្ងៃហើយនិងអាហារពេលល្ងាចហើយក៏មានអាហារសម្រន់បែបនំបញ្ចុកបាញ់សុងអីចឹងដែរមានលក់ប៉ាត់តេមានអីណាខ្មែររបស់គាត់ច្រើនទៀតបងប្អូនប៉ុន្តែថ្ងៃនេះគឺខ្ញុំបង្ហាញពាក់ព័ន្ធជាមួយនឹងម្ហូបខ្មែររបស់គាត់ដែលគាត់លក់នៅក្នុងហាងនេះបែបលក្ខណៈថ្ងៃត្រង់បងប្អូនជាម្ហូបកំងណានិយាយទៅយើងឃើញបរិយាកាសក្នុងការរៀបចំរបស់ហាងរបស់គាត់បែបលក្ខណៈ fancy បែបលក្ខណៈធំដុំអីចឹងទៅយើងមិនរំពឹងថាគាត់មានម្ហូបបែបជាលក្ខណៈខ្មែរកាពិផាវប្រហុកច្រាមអីនេះគឺយើងអត់គិតទេថាមានអាហ្នឹងហើយខ្ញុំសង្កេតឃើញប្រហុកច្រាមរបស់គាត់នេះគឺប្រហុកឆៅគាត់ប្រើប្រហុកសាច់ល្អឈ្ងុយឆ្ងាញ់មែនតើបងប្អូនដាក់មួយម្ទេសមួយជីមួយខ្ទឹមហ្នឹងច្រាមភ្លាមចាស់អែមហ៎អានេះបងប្អូនទៅកុំភ្លេចហើយគាត់មានប្រភេទកាពិផាវកាពិអីនេះដែរបងប្អូនមានផាក់លើមានស្ងោរជើងជ្រូកហើយសម្រាប់ស្ងោរជ្រូកជើងជ្រូកនេះក៏ខ្ញុំរៀបកំមិនឲ្យបងប្អូនទៅដែរកុំភ្លេចអានេះមួយមុខនេះគឺអែមយើងមានម្ហូបឆា3 4មុខហើយកុំភ្លេចម្ហូបសាឡរបស់គាត់នេះជូមកឆ្ងាញ់មែនទេអានេះខ្ញុំអត់ដែលដឹងថាគេយកទៅស្ងោរជ្រូកអញ្ចឹងវាអែមហើយប្រភេទមុខម្ហូប4មុខដែលខ្ញុំរៀបរាប់នេះគឺជាមុខម្ហូបទូនាទីខាងចុងភៅស្រីដែលគាត់ធ្វើណាហើយប្រភេទចុងភៅប្រុសនេះគាត់មាននេះបងប្អូនបំពងឆ្អឹងជំនីខ្ទឹមសអីរបស់គាត់នេះមានបកាបំពងមានឆាក្តៅសាច់គោហើយជាមួយនឹងមាន់ឆាគ្រឿងបងប្អូនមាន់ឆាគ្រឿងមួយបន្លែណាប៉ុន្តែខ្ញុំសង្កេតឃើញប្រភេទឆាសាច់គោគាត់នេះគាត់មានច្រាមខ្លះហើយគាត់មានកាត់តូចៗខ្លះហើយគាត់ឆាក្តៅមួយមាសព្រូវហ្នឹងអែមណាស់បងប្អូនហើយរបៀបរបបនៃការវាយគ្រឿងតិចនិចនៃការធ្វើម្ហូប4មុខអីរបស់គាត់នេះចំណាយពេល15នាទីមែនបងប្អូនប៉ុន្តែមិនមែនលំឲ្យតែបានលឿនទេណាគឺរសជាតិអែមហ្មងនិយាយទៅម្ហូបមួយមុខគឺមិនមែនឆ្ងាញ់ហ្នឹងផ្ដោតទៅលើការវាយគ្រឿងទាំងអស់ទេបងប្អូនវាពាក់ព័ន្ធជាមួយនឹងតិចនិចពាក់ព័ន្ធជាមួយនឹងពេលវេលាក្នុងការដែលយើងពេលណាដែលយើងតែគួរតែដាក់គ្រឿងពេលណាដែលយើងគួរតែដាក់នេះដាក់នោះអីចឹងទៅអានេះវាគឺជាតិចនិចមួយរបស់ចុងភៅដើម្បីធ្វើឲ្យម្ហូបមួយចានហ្នឹងអាចឆ្ងាញ់បានចឹងបានន័យថាភាពស្ទាត់ជំនាញរបស់ចុងភៅហ្នឹងគឺវាអាចសបញ្ជាក់ពីរសជាតិពីគុណភាពម្ហូបថាម្ហូបហ្នឹងគឺដឹងតែឆ្ងាញ់ហើយនៅហាងរបស់គាត់នេះគាត់បើកចាប់ពីម៉ោង6ព្រឹករហូតដល់ម៉ោង8យប់បងប្អូនដោយសារតែគាត់លក់អាហារដល់3ពេលគាត់មានអាហារពេលព្រឹកមកគាត់មានឌីមសាំមានកាទៀវមានអីចឹងទៅប្រភេទអាហារពេលព្រឹកណាមានបាយមាន់បាយអីហើយសម្រាប់ពេលថ្ងៃវិញគឺមានម្ហូបដូចដែលខ្ញុំបង្ហាញបងប្អូននេះហើយសម្រាប់ម្ហូបពេលថ្ងៃត្រង់ដែលខ្ញុំបង្ហាញនេះគឺមួយចានតែ20000ទេបងប្អូនអានេះគឺប្រភេទចានតូចប៉ុន្តែបើសិនជាយើងចង់កំងចានធំមួយចានតែ30000ទេហើយតម្លៃធូរមែនតើហើយរបស់ប្រើប្រាស់មិនថាត្រីសាច់ជ្រូកសាច់គោសាច់មាន់អីនៅនេះគឺគាត់ប្រើជារបស់ខ្មែរទាំងអស់មិនមែនជារបស់បកកអីទេគឺសុទ្ធតែរបស់ខ្មែរស្រស់ហើយនៅកន្លែងរបស់គាត់នេះគាត់មានលក់ជាប្រភេទប៉ាតេខ្មែរបងប្អូនប៉ាតេដែលគាត់ធ្វើដោយខ្លួនឯងណាអញ្ចឹងហើយសម្រាប់បងប្អូនដែលធ្វើដំណើរតាមផ្លូវជាតិលេខ3ទៅខេត្តតាកែវក៏បានទៅខេត្តកពតខេត្តកែបអីហ្នឹងគឺបងប្អូនអាចចូលបាននៅខាងស្ដាំដៃនៅគីឡូលេខទី49បងប្អូនអានេះយើងហួសទាំងខ្នាតបន្តិចហើយសម្រាប់ទីតាំងអីចាំខ្ញុំដាក់ព័ត៌មានអិតឲ្យបងប្អូននៅក្នុងខមមិនដែរអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេដើម្បីចែកម្លែកអរគុណបងប្អូនជំរាបលាបាយ